សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកធ្វើ vlog ចុងសប្តាហ៍ដែលបានសម្រាប់ពីការងារអញ្ចឹងពួកខ្ញុំថ្ងៃនេះបានមកដើរមើលទេសភាពនៅទីក្រុង Palos Verdes នៅក្នុងរដ្ឋ California ចឹងឥឡូវហ្នឹងកំពុងដើរទៅរកញ៉ាំ brunch ចឹង vlog ថ្ងៃនេះបែប chill ដូចថា relax អីចឹងដោយសារចុងសប្តាហ៍ចង់សម្រាកបន្តិចទៅយើងតាំងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហ្នឹងយើងធ្វើការច្រើនហើយចឹងថ្ងៃនេះចុងសប្តាហ៍ដូចយើងសម្រាកម្ដងទៅហើយ enjoy the slow life pace អីចឹងចាំ order ធំមួយញ៉ាំបងនេះឯងឡង order អីគេ creamតទៅញ៉ាំអីហើយពួកខ្ញុំដើរមើលជុំវិញនឹងតិចទៅថាមានអីខ្លះហើយក៏ឃើញថាមានបណ្ណាល័យមួយតែគេហៅថា Palos Verdes Library and Garden អញ្ចឹងប្រហែលជាគេមានទាំង library ហើយនឹងមានទាំង garden ផងអញ្ចឹងយើងដើរទៅមើលទាំងអស់គ្នាបានមើលយើងវិញpeaceful ណា ចឹងចេញពី library ឥឡូវពួកខ្ញុំជិះមកដល់កន្លែងនេះដែលគេហៅថា Palos Verdes Shoreline Reserve អានេះដូចកន្លែងដែលមានទេសភាពស្អាតរបស់គេចឹងមានជាសមុទ្រហើយនឹងមានជាភ្នំអីនៅជុំវិញហ្នឹងស្អាតណាស់អ្នកទាំងអស់គ្នាចឹងនៅរដ្ឋ California ហ្នឹងគឺមានកន្លែងជាច្រើនដែលអ្នកទាំងអស់គ្នាអាចទៅដើរលេងមើលទេសភាពបានកន្លែងដែលខ្ញុំមកនេះគេហៅថា Palos Verdes ហើយជិះពី LA មកប្រហែលជា1ម៉ោងជាងហើយភាគច្រើនសម្បូរនៅនេះបើយើងចង់ទៅដើរលេងគ្រាន់តែដូចថាចំណាយពេលតែមួយថ្ងៃមិនបាច់ទៅគេងមួយយប់អីចឹងមានច្រើនមានជាលក្ខណៈសមុទ្រមានជាលក្ខណៈភ្នំអីចឹងនិយាយទៅគឺសម្បូរបែបនៅក្នុងរដ្ឋ California ហ្នឹង 1 2 3 យេ
ហើយខ្ញុំចុងសប្តាហ៍ខ្ញុំចូលចិត្តមករបៀបចឹងដើម្បីមើលទេសភាពមើលអីចឹងទៅស្គាល់តំបន់នេះស្គាល់តំបន់នោះហើយកន្លែងដែលមកលេងហ្នឹងគឺអត់មានត្រូវចំណាយលុយអីទេភាគច្រើនគឺកន្លែងដែលយើងអាចទៅលេងបានហ្នឹងក៏អត់អស់លុយដែរ free ចឹងឲ្យតែថាយើងមានកម្លាំងមានពេលវេលាអត់ខ្វះទេកន្លែងដើរលេងនៅស្រុកនេះអូខេចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាបានមើលវីដេអូហ្នឹងហើយបានរំសាយអារម្មណ៍ខ្លះដែរចាំជួបគ្នាក្នុងវីដេអូក្រោយបាយស្មុតអី